បាទសួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ព្រឺព្រួយយប់ងងឹតទាំងអស់គ្នាយប់នេះ Admin នឹងមកលួងប្រិមិត្តបងប្អូនទៀតហើយយប់នេះ Admin បានរឿងពិតមួយដែលបានមកពីតាសុកអញ្ចឹងរឿងហ្នឹងគឺមានចំណងជើងថាអាបនៅក្នុងភូមិដាច់ស្រយាលមួយរឿងពិតព្រឺព្រួយចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថារឿងនឹងរន្ធត់ខ្លាំងប៉ុណ្ណាបងប្អូនទាំងអស់គ្នាសូមស្ដាប់សាច់រឿងពេញទាំងអស់គ្នាហើយបើសិនជាបងប្អូនប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាអត់ទាន់បាន Subscribe Channel របស់ Admin សូមជួយ Subscribe ហើយនឹងចុចរូបកណ្ដឹងដើម្បីទទួលបាននៅរឿងនិទានថ្មីបន្តទៀតចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅរឿងពេញរបស់យើងទាំងអស់គ្នានៅភាគខាងជើងនៃប្រទេសកម្ពុជាក្បែរជើងភ្នំដែលពោពេញទៅដោយព្រៃក្រាស់មានភូមិមួយឈ្មោះថាភូមិសែនស្ងាត់ភូមិនេះមិនសូវមានអ្នកក្រៅហ៊ានចូលទៅលេងឡើយព្រោះល្បីថាមានរឿងចម្លែកកើតឡើងជារៀងរាល់យប់ថ្ងៃសិលរឿងរ៉ាវនេះចាប់ផ្ដើមកើតឡើងនៅពេលដែលតាស៊ុយដែលជាអ្នកភូមិចាស់ម្នាក់បានប្រទះឃើញសត្វទានិងមាន់នៅក្នុងទ្រុងងាប់ជាបន្តបន្ទាប់អ្វីដែលគួរឲ្យរន្ធត់នោះគឺសាកសពសត្វទាំងនោះមិនត្រូវបានស៊ីសាច់ឡើយប៉ុន្តែវាត្រូវបានដាច់កហើយសេរីរាង្គខាងក្នុងដូចជាថ្លើមនឹងពោះវៀនត្រូវបានបាត់អស់គ្មានសល់បន្សល់ទុកតែសម្បកក្រៅនិងឈាមដែលស្រក់ជោកនឹងដីយប់មួយនាវេលាម៉ោង12អាធ្រាត្រខ្យល់ត្រជាក់បោកបក់មកប៉ះស្បែកឡើងព្រឺសម្បុរខ្ញាកនាយខមដែលជាយុវជនម្នាក់ក្នុងភូមិបានដើរត្រឡប់មកពីមើលការខុសត្រូវវាលស្រែវិញពេលនោះដើរកាត់ដើមជ្រៃធំមាត់បឹងគាត់ស្រាប់តែធំក្លិនឆ្អាបឈាមយ៉ាងខ្លាំងខមបានងើយភ្នែកមើលទៅលើមេឃឈើស្រាប់តែឃើញមានពន្លឺខៀវក្រហមហោះកាត់មុខគាត់យ៉ាងលឿនភ្នែករបស់គាត់បើកធំកកឈាមក្នុងខ្លួននៅពេលឃើញក្បាលមនុស្សស្រីដែលមានសក់វែងរញ៉េរញ៉ៃភ្នែកក្រឡេកក្រឡោកពណ៌ក្រហមឆេះដូចភ្នក់ភ្លើងគ្រឿងក្នុងមានថ្លើមស៊ូតពោះវីនយាធ្លាក់ចុះមកក្រោមមានឈាមស្រក់តក់វាគឺជាអាបវារសេះរសៀលចុះពីលើមេឃឈើសំដៅទៅរកផ្ទះស្ត្រីដែលទៅតែសម្រាលកូនខ្ចីរួចអាបនោះបានហោះទៅទុំនៅលើដំបូលផ្ទះរួចលូតអណ្ដាតវែងពន្លាយតាមចន្លោះរន្ធក្តារដើម្បីលិតជក់យកក្លិនឈាមកូនង៉ែតសំឡេងសើចក្អឿបន្លឺឡើងតិចលាយឡំនឹងសំឡេងឆ្កែព្រុសលូយ៉ាងគួរឲ្យខ្លាចនាយខមដែលលួបមើលពីចម្ងាយឃើញអាបនោះជាយាមចូលតាមបង្អួចគាត់ក៏ប្រមូលសតិស្មារតីរត់ទៅដាស់អ្នកភូមិហើយស្រែកថាអាបស៊ីមនុស្សអ្នកភូមិម្នាកាន់កំបិតកាន់ពូថៅនិងអំពៅខ្មៅរត់សំដៅទៅផ្ទះនោះនៅពេលពន្លឺទំលុះទៅដល់អាបនោះក៏ភ័យស្លន់ស្លោហោះចេញទៅបាត់ត្រឡប់ទៅរករូបកាយរបស់វាវិញព្រឹកឡើងអ្នកភូមិតាមដានស្នាមឈាមរហូតទៅដល់ផ្ទះរបស់យាយមុំដែលជាស្ត្រីមេម៉ាយរស់នៅចុងភូមិម្នាក់ឯងពួកគេបានឃើញយាយមុំកំពុងអង្គុយលាងមាត់ដែលបានប្រឡាក់ឈាមដិតនិងមានក្លិនឆ្អាបភាយចេញពីក្នុងផ្ទះនៅពេលពួកគេឆែកឆេរក៏ឃើញក្អមមួយដែលពោពេញទៅដោយឈាមស្រស់និងក្បាលដែលទៅតែភ្ជាប់នឹងខ្លួនវិញមិនទាន់ត្រឹមត្រូវ
ក្រោយពីយីមុំបានបាត់ខ្លួនពីភូមិសែនស្ងាត់មកមនុស្សគ្រប់គ្នាគិតថាភាពស្ងប់ស្ងាត់នឹងត្រឡប់មកវិញប៉ុន្តែពួកគេគិតខុសទាំងស្រុងមួយសប្តាហ៍ក្រោយមកមានគ្រូធ្មប់ចំណាស់ម្នាក់មកពីភូមិឆ្ងាយបានធ្វើដំណើរមកដល់ភូមិសែនស្ងាត់គាត់មានភ្នែកម្ខាងខ្វាក់និងមានស្នាមសាក់ពេញខ្លួនគាត់បានប្រាប់អ្នកភូមិដោយសំឡេងគ្រលួថាយាយមុំមិនមែនទៅណាឆ្ងាយទេគាត់នៅក្បែរនេះហើយគាត់កំពុងតែចិញ្ចឹមចិត្តកម្លាំងសងសឹកយប់នោះឯងមេឃស្រាប់តែខ្មៅងងឹតស្លុបខ្យល់កន្ត្រាក់បោកបក់មកយ៉ាងខ្លាំងរហូតធ្វើឲ្យដំបូលផ្ទះអ្នកភូមិខ្លះរបើកសង្កសីឮសូរក្រោកក្រាក់នៅផ្ទះរបស់នាយខមខណៈពេលដែលគាត់កំពុងដេកលក់ក្នុងមុងស្រួលគាត់ស្រាប់តែមានអារម្មណ៍ថាមានទឹកអ្វីម្យ៉ាងត្រជាក់ស្រក់មកលើថ្ងាសរបស់គាត់ខមយកដៃស្ទាបរួចយកមកហិតវាគឺជាក្លិនឈាមស្អុយគាត់បើកភ្នែកឡើងទាំងញ័ររន្ធត់ហើយងើបមើលទៅលើដំបូលមុងអ្វីដែលគាត់បានឃើញនោះគឺក្បាលយាយមុំដែលធ្លាប់តែចេះជ្រាវជ្រួញឥឡូវនេះប្រែជាមុខមាត់ខ្មៅរលួយសក់វែងអន្លាយព័ទ្ធជុំវិញមុងរបស់គាត់ភ្នែករបស់នាងលីនចេញមកក្រៅហើយអណ្ដាតវែងអូសកាត់មុងបំណងចង់លិតឈាមរបស់ខមអាបយាយមុំមិនមែនមកតែម្នាក់ឯងទេនៅពីក្រោយក្បាលរបស់នាងមានក្បាលអាបក្មេងៗពីរ3ទៀតដែលជាកូនចៅរបស់នាងទើបតែចម្លងឲ្យអ្នកភូមិផ្សេងទៀតដោយមិនដឹងខ្លួនសំឡេងស្រែកធ្ងរលាយឡំនឹងសំឡេងធ្មេញប៉ះគ្នាក្រក់ក្រក់បន្លឺឡើងពេញផ្ទះអ្នកភូមិដែលឮសូរឆ្កែលូខុសពីធម្មតាក៏នាំគ្នាចេញមកជួយប៉ុន្តែលើកនេះអាបយាយមុំខ្លាំងជាងមុននៅពេលអ្នកភូមិដេញតាមនាងបានហោះចូលទៅក្នុងព្រៃខ្មោចដែលជាកន្លែងស័ក្តិសិទ្ធិគ្មានអ្នកណាហ៊ានចូលគ្រូធ្មប់ភ្នែកខ្វាក់បាននាំអ្នកភូមិទៅដល់រូងភ្នំមួយនៅទីនោះពួកគេបានឃើញរូបកាយរបស់យាយមុំអង្គុយក្នុងសភាពធំក្លិនស្អុយប៉ុន្តែគ្មានក្បាលទេអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមានខ្សែអំបោះពណ៌ក្រហមចងភ្ជាប់ពីកាយយាយមុំទៅកាន់ផ្ទះអ្នកភូមិមួយចំនួនទៀតវាបានបន្សល់ទុកមន្តអាគមក្នុងអាហារដែលវាឲ្យអ្នកភូមិស៊ីពីមុនមកអ្នកណាដែលស៊ីបាយផ្ទះយាយមុំនឹងត្រូវក្លាយជាអាបបន្តបន្ទាប់គ្រូធ្មប់ស្រែកប្រាប់ថាតាន់ពេលនោះក្បាលអាបយាយមុំហោះត្រឡប់មកវិញទាំងកំហឹងវាហោះសំដៅមកខំបំពងកគ្រូធ្មប់ការតស៊ូរបស់មន្តអាគមខ្មៅនិងគ្រូខ្មុំក៏ចាប់ផ្ដើមឡើងកណ្ដាលពន្លឺភ្លើងគប់ដែលឆេះសន្ធោសន្ធៅបរិយាកាសនៅក្នុងរូងភ្នំប្រែជាត្រជាក់ស្រេបសំឡេងខ្យល់បក់ចូលរន្ធថ្មឮសូរដូចមនុស្សស្រែកធ្ងរក្បាលអាបយាយមុំហោះក្រឡឹងជុំវិញគ្រូធ្មប់ភ្នែកខ្វាក់ទាំងបញ្ចេញសំឡេងសើចកក្អេចគួរឲ្យព្រឺឆ្អឹងខ្នងគ្រូធ្មប់ភ្នែកខ្វាក់ដកដាវអាគមដែលធ្វើពីដែកក្រវ៉ាត់មកឈូសមកកាន់ក្នុងដៃរួចសូត្រមន្តការពារយ៉ាងញាប់ស្អេកអាបយាយមុំហោះឆ្វែងឆ្វងរួចព្រុសទឹកមាត់ដែលមានជាតិពុលខ្មៅរលួយសំដៅទៅគ្រូធ្មប់កិច្ចផតរួចក្រវាត់ខ្សែសីមាពណ៌ក្រហមព័ទ្ធជុំវិញរូបកាយគ្មានក្បាលរបស់យាយមុំដើម្បីបង្ការកុំឲ្យក្បាលនោះចូលមកភ្ជាប់នឹងខ្លួនវិញបានយាយមុំដល់ពេលឯងត្រូវសងកម្មហើយ
គ្រូធ្មប់ស្រែកខ្លាំងៗរួចបាច់អង្ករសិលនៅលើក្បាលអាបនោះរាល់គ្រាប់អង្ករដែលប៉ះនឹងសាច់អាបឮសូរឆេះឆាបដូចត្រូវនឹងទឹកអាស៊ីតធ្វើឲ្យអាបយាយមុំស្រែកធ្ងោដោយការឈឺចាប់ខណៈពេលកំពុងប្រយុទ្ធនាយខំនិងអ្នកភូមិដែលឈួរមើលពីក្រោយស្រាប់តែឃើញរឿងមិនគួរឲ្យជឿអ្នកភូមិម្នាក់ឈ្មោះមិញដែលជាអ្នកជិតខាងយាយមុំស្រាប់តែមានអាការៈចម្លែកភ្នែករបស់គាត់ប្រែជាពណ៌ក្រហមធ្មេញចាប់ផ្ដើមដុះវែងហើយគាត់ចាប់ផ្ដើមស្រែកធ្ងោងក់ងក់ជួយផងខ្ញុំក្តៅក្នុងពោះណាស់មិញស្រែករួចដួលននីលដីមិនយូរប៉ុន្មានក្បាលរបស់មិញចាប់ផ្ដើមញ័ររញ្ជួយបំរុងនឹងដាច់ចេញពីស្មានេះគឺជាលទ្ធផលដែលមិញធ្លាប់បានលួចស៊ីបាយកកនៅក្នុងផ្ទះយាយមុំកាលពីខែមុនគ្រូធ្មប់ដឹងថាបើមិនប្រញាប់បញ្ចប់ទេអ្នកភូមិជាច្រើនទៀតនឹងត្រូវក្លាយជាអាបតាមយាយមុំគាត់ក៏សម្រេចចិត្តប្រើវិធីចុងក្រោយគឺការដុតរូបកាយដើមគាត់បញ្ជាឲ្យនាយខំយកប្រេងកាតទៅចាក់លើខ្លួនប្រាណរបស់យាយមុំដែលអង្គុយធុំក្លិនស្អុយនោះនៅពេលភ្លើងចាប់ផ្ដើមឆេះសន្ធោសន្ធៅលើរូបរាងកាយយាយមុំក្បាលដែលហោះនៅលើអាកាសនោះក៏ចាប់ផ្ដើមឆេះតាមដែរអាបយាយមុំហោះត្រដាបត្រដួសភ្នែកលៀនចេញមកក្រៅឈាមហូរចេញតាមមាត់និងច្រមុះដូចទឹកបាក់ទំនប់អញស្លាប់តែអ្នកភូមិឯងក៏មិនរស់ដែរសំឡេងចុងក្រោយរបស់យាយមុំបន្លឺឡើងរួចក្បាលនោះក៏ធ្លាក់ចូលទៅក្នុងគំនួរភ្លើងរលាយបាត់ទៅជារូបកាយក្រោយពីពិធីបញ្ចប់មិញដែលបំរុងនឹងក្លាយជាអាបក៏បានដឹងខ្លួនមកវិញប៉ុន្តែគាត់បានក្លាយជាមនុស្សលាប់សតិដើរនិយាយម្នាក់ឯងពេញភូមិគ្រូធ្មប់បានប្រាប់ថាទោះបីមេអាបស្លាប់មែនប៉ុន្តែពូជអាបខ្លះអាចនឹងនៅសេសសល់ក្នុងខ្លួនអ្នកភូមិដែលចិត្តមិនល្អរាល់យប់ថ្ងៃសិលអ្នកភូមិសែនស្ងាត់តែងតែយកបន្លាមកដាក់ព័ទ្ធជុំវិញក្រោមផ្ទះនិងដាំដើមអំពៅខ្មៅនៅមាត់របងគ្រប់គ្នាទោះបីគ្មានអ្នកណាឃើញអាបទៀតមែនប៉ុន្តែនៅពេលយប់ជ្រៅពេលខ្យល់បក់មកម្ដងពួកគេនៅតែធុំក្លិនឆ្អាបឈាមភាយចេញពីក្នុងព្រៃដដែលសម្រាប់រឿងនេះគឺមានតែប៉ុណ្្នឹងបើសិនជាប្រិយមិត្តបងប្អូនអ្នកស្ដាប់បានស្ដាប់ដល់ចប់ហើយបើសិនជាជក់ចិត្តដិតអារម្មណ៍បងប្អូនប្រិយមិត្តចង់បានរឿងរន្ធត់បន្តអាច comment ប្រាប់ admin បានហើយបើពេញចិត្តកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅរឿងរន្ធត់ថ្មីបន្តទៀតចឹង admin មានតែប៉ុណ្្នឹង admin សូមអរគុណប្រិយមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមអរគុណសូមជម្រាបលា